6 គន្លឹះនៃទំនាក់ទំនងដ៏អស្ចារ្យ 1. មិត្តភាពព្យាយាមធ្វើជាមិត្តល្អបំផុតរបស់ប្តីឬក៏ប្រពន្ធរបស់អ្នកនៅពេលដែលអ្នកជាមិត្តល្អបំផុតរបស់ប្តីឬក៏ប្រពន្ធរបស់អ្នកបានបង្កើតទំនាក់ទំនងផ្លូវចិត្តកាន់តែស៊ីជម្រៅហើយមិនថាមានអ្វីកើតឡើងអ្នកមិនទៅចោលគ្នាឡើយ 2. ទំនុកចិត្តធាតុសំខាន់នៃទំនាក់ទំនងណាមួយគឺការទុកចិត្តគ្នារវាងគ្នាដូច្នេះមុននឹងចាប់ផ្ដើមដំណើរដ៏ស្រស់បំព្រងនេះជាមួយប្តីឬប្រពន្ធរបស់អ្នកសូមរៀនជឿជាក់លើគ្រប់កលៈទេសៈទាំងអស់នៃដៃគូរបស់អ្នក 3. ការយល់ដឹងឬយល់ពីគ្នាព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមកនិងស្វែងយល់ពីភាពខុសគ្នារបស់អ្នកវានឹងមានភាពខុសគ្នាជាច្រើនប៉ុន្តែត្រូវធ្វើការចុះសម្រុងគ្នាទៅវិញទៅមកនិងលះបង់ឲ្យគ្នាទើបធ្វើឲ្យទំនាក់ទំនងនេះមានភាពស្រស់ស្អាត 4. ចេះជជែកក្នុងទំនាក់ទំនងព្យាយាមនិយាយនិងបញ្ជូនសាររបស់អ្នកទៅកាន់ប្តីឬប្រពន្ធរបស់អ្នកអនុញ្ញាតឲ្យប្តីឬប្រពន្ធរបស់អ្នកដឹងពីរបៀបដែលថ្ងៃរបស់អ្នកល្អឬអាក្រក់រួមជាមួយរំលឹកពួកគេពីរបៀបដែលអ្នកមានអារម្មណ៍ចំពោះគេផងដែរ 5. ភាពស្មោះត្រង់តែងតែនិយាយការពិតមិនត្រូវកុហកឬលាក់បាំងអ្វីឡើយរវាងគ្នាដោយគ្រាន់តែខ្លាចថាប្តីឬប្រពន្ធរបស់អ្នកនឹងមិនយល់នោះផ្ដល់ឱកាសឲ្យប្តីឬប្រពន្ធរបស់អ្នកយល់ពីអ្នកឲ្យបានច្រើនបំផុត 6. សេរីភាពផ្ដល់ឲ្យប្តីឬប្រពន្ធរបស់អ្នកនៅលំហខ្លះនិងសេរីភាពក្នុងការសម្រេចចិត្តដោយខ្លួនឯងមួយចំនួនកុំយកពេលវេលាផ្ទាល់ខ្លួនរបស់ប្តីឬក៏ប្រពន្ធរបស់អ្នកព្រោះវាជាការកាត់បន្ថយសម្ពាធរវាងគ្នាដៃគូជីវិតដែលមានសុភមង្គលបំផុតមិនមែនមានចរិតដូចគ្នា 100% នោះទេប៉ុន្តែពួកគេមានការយល់ដឹងល្អបំផុតអំពីភាពខុសគ្នារវាងពួកគេអត្ថបទដោយផ្នត់គំនិតសហគ្រិនចំពោះអ្នកដែលមកថ្មីសូមកុំភ្លេចជួយចុច Subscribe និង Like ម្នាក់មួយផងបាទសូមអរគុណទុកជាមុនឬក៏អាចចុចជាមតិយោបល់ខាងក្រោមខ្ញុំនឹងកែលម្អនៅរាល់កំហុសឆ្គង